ពួកយើងបានរកឃើញសម្បុករបស់ចិនអន្តពាលនៅក្នុងអាគារមិនទាន់សង់រួចភាគខាងលិចភូមិហុងសានគេចាមានទេតើអាចស៊ីទៅតែកុំពីកើគ្មានទេអាចស៊ីទាំងអស់ហ្នឹងបន្ទប់ភាគច្រើននៅល្អគ្មានបានស្អីទេជនទី2ទៅខាងជើងជាការិយាល័យប្រហែលជាមានបានក្បែរបន្ទប់មានមនុស្សកូនត្រូវតែប្រយ័ត្នទទួលបានស្អីសម័យចង់ធ្វើស្អីទៅយើងធ្លាប់តែឃើញមនុស្សរត់ចេញយើងមិនដែលឃើញមនុស្សដែលគេបញ្ជូនមកមាត់ទ្វារអញ្ចឹងសោះយើងចំណេញហើយមកធ្លាសមាសភាពហើយកូនឆាប់ឡើងមិននឹកស្មានថាជប់រៀងចឹងទេម៉ាក់ថាទៅពួកយើងគួរទៅរកមីងសិនដែរទេនេះជាវាសនានាងអ្នកពិភពកូនស្រីស្លាប់ឬរស់គឺជារឿងធម្មតាលីលីយ៉ាងម៉េចនឹងមិនក៏ទូរស័ព្ទមកខ្ញុំចឹងថាម៉េចមករកបន្ទប់លីលីថាលីលីត្រូវមនុស្សប្រុសពីរអ្នកចាប់យកទៅបាត់ហើយច្បាស់ជាជនអន្តពាលនោះហើយសម្ព័ន្ធចិនបានបាញ់សម្ព័ន្ធហើយសឹងហើយពួកគេគ្មានផ្លូវចេញឡើយកន្លែងតែមួយគត់អាចទៅបានគឺមានតែភូមិហុងសាននៃរបស់ម៉ាក់គឺពួកគេយកលីលីទៅលក់យកលុយមិនឆ្ងាយពីទីនេះទេពួកយើងត្រូវឆាប់ទៅបានណ៎បងរឿងនេះគ្រោះថ្នាក់ពេកហើយមិនចង់ឲ្យចំ5នយោលីនសិនទៅបានទេមនុស្សច្រើននាំទៅវាស្មើបង្អាត់ពួកទេព្រឹកស្អែកពួកខ្ញុំជិះឡានក្រុងទៅហើយលក់ចូលភូមិនោះបងឈឺអរគុណបងហើយពួកនាងនិងនយោលីនគឺជាគ្រួសារតែមួយមិនចាំបាច់អរគុណទេត្រូវតែប្រយ័ត្នបន្តិចណាម៉ាក់ធ្លាសមាសភាពហើយឆាប់ឡើងយល់ហើយខ្ញុំរកបានថតតារបស់ពួកគេហើយនៅក្នុងនេះទាំងអស់អាតានេះពេលថ្ងៃទេណាឲ្យបាត់ទ្វារធ្វើស្អីបាត់ទ្វារម៉ាក់ខ្ញុំត្រូវគេមកតន់ហើយពួកគេដូចជាដឹងថាខ្ញុំនៅក្នុងបន្ទប់នេះហើយក្រៅបន្ទប់នោះមានវេររងដាស់តូចមួយកូនឆ្លងចេញប្រយ័ត្នផងណាក្រៅបន្ទប់មានវេររងដាស់តូចមួយកូនឆ្លងចេញមកប្រយ័ត្នផងណាបាត់ទ្វារអាតាបាត់ទ្វារបាត់ទ្វារបាត់ទ្វារវីវ៉យមានមនុស្សលួចចូលឆាប់ផ្ដល់ដំណឹងឲ្យលោកម្ចាស់ទៅលោកម្ចាស់ខ្ញុំនាំអញចេញទៅសឿហានឆាប់ឡើងពួកគេនាំមនុស្សសម្រុកឡើងទៅហើយ